ការពីម្សិលមិញពេលល្ងាចហ្នឹងអ៊ីអ្នកចិត្តខាងគាត់ប្របួយខ្ញុំទៅមើលចំការស្ដាយដីរបស់គាត់ហើយចំការស្ដាយដីរបស់អ៊ីហ្នឹងនៅអត់ឆ្ងាយពីផ្ទះរបស់ខ្ញុំទេយើងជិះម៉ូតូទៅតាមបន្តិចហ្នឹងក៏ដល់ដែរហើយពេលមកដល់នេះគឺផ្ញើម៉ូតូនៅផ្ទះអ្នកចិត្តខាងហើយពួកខ្ញុំនាំគ្នាដើរទៅអញ្ចឹងណាហើយមើលមន់អ្នកចិត្តខាងចំល្អខ្លាំងមែនទែនហើយខ្ញុំនេះឥឡូវតែពងថតអ៊ីក៏ស្រែកហៅខ្ញុំដើរលឿនតិចមកមេឃអត់សូវស្រួលទេខ្លាចភ្លៀងខ្ញុំមើលមេឃទៅឡើងស្រឡះថេងហ្នឹងអ៊ីថាមេឃហូរភ្លៀងហើយកាន់ឆាត់មកទៀតហ្នឹងក៏ខ្លាចមេឃភ្លៀងហើយនិយាយពីថាដំណើរដើរអើយឃើញអ៊ីហើយនឹកមេងរបស់ខ្ញុំមែនទែនគាត់ក៏ដើរដំណើរអញ្ចឹងដែរហើយមកដល់នេះឃើញសឡុងជាមួយស្លឹកវិចនំនេះនៅប្រទេសចិនគេប្រើស្លឹកហ្នឹងវិចនំគេអត់វិចស្លឹកចេកដូចយើងទេតែស្លឹកហ្នឹងក៏ឈ្ងុយដែរគេយកទៅស្ងោរហើយបានគេវិចដើរមកដល់នេះអ៊ីក៏ឈប់ចាំប្រាប់ខ្ញុំថាណារីអើយសយងចេកមួយទៀតហើយនេះផត់តែអត់ដឹងថាធ្វើមិនបានកាត់វាទៅបានទេណាព្រោះអីហ្នឹងគឺវាខ្ពស់ខ្លាំងមែនទែនហើយខ្ញុំនេះថាអើយអត់ដឹងដែរអ៊ីដឹងធ្វើមិនទេដើរមកដល់នេះទៀតក៏លេឃើញចេកស្នាប់មុខមិនក៏គេកាប់ចោលអញ្ចឹងឆ្ងល់ដល់នេះចេកឡើងល្អហើយនេះដែរអូយផ្លែវងភេងទៅណាក៏ជួបផ្លែវងភេងដែរផ្លែល្អខ្លាំងមែនទែនហើយទុំអីល្មមបេះបានអីហើយអ៊ីយាយអ្នកចិត្តខាងរបស់ខ្ញុំអើយគាត់បេះផ្លែហ្នឹងទៅលក់អីដាច់បើនៅជុំវិញចិត្តភ្នំចិត្តអីនេះសបោចឹងអីហ្នឹងហើយពោតដែលខ្ញុំចង្អល់ហើយបងប្អូនណាធ្លាប់ទៅសំពោតដូចខ្ញុំខ្លះខ្ញុំនៅស្ទើខ្ញុំសំពោតពួកអីខ្ញុំមិនមានដីដាំពោតហ៎ចឹងហើយខ្ញុំត្រូវការដើរសំពោតទុកលក់ទុកអីដូរដំឡូងដូរសៅម៉ៅដូរអីអញ្ចឹងណាកាលខ្ញុំនៅក្មេងៗហើយពោតដែលខ្ញុំចង្អល់ហ្នឹងអាពោតខៀវស្ទើទុំស្ទើខ្ចីហ្នឹងពោតហ្នឹងលីងឆ្ងាញ់ខ្លាំងមែនទែនខ្ញុំចូលចិត្តណាហើយខ្ញុំប្រាប់អ៊ីថាអ៊ីអាពោតឃីងខុបហ្នឹងពេលខ្ញុំទៅវិញខ្ញុំកាច់ទៅបានអត់អ៊ីថាបោះគេទេចាំកាច់បោះគាត់តែទៅមើលបោះគាត់ទុំអស់ហើយហ្នឹងហើយក៏លេចមកមើលដើមកង្ងែនអូយកង្ងែនអីដើមធំខ្លាំងម៉ងហើយអ៊ីមសួរអ៊ីថាអ៊ីដើមធំអញ្ចឹងមានផ្លែអត់អ៊ីថាទឹមតែអត់មានផ្លែឆ្នាំហ្នឹងទេតែឆ្នាំទៅវិញផ្លែច្រើនខ្លាំងមែនទែនផ្លែឡើងចង់បាក់មេឃហើយលោកអ្នកចិត្តខាងអីហ្នឹងនាំគ្នាមកបេះហូបគ្រប់គ្នាដោយសារអាផ្លែហ្នឹងគឺវាដុះឡើងមកខ្លួនឯងទេអត់មានម្ចាស់ដាំទេហើយកលេចមកដល់កន្លែងនេះដែរគឺអ៊ីចង្អល់ប្រាប់ខ្ញុំថាស្គាល់ដើមហ្នឹងអត់ខ្ញុំថាស្គាល់តែអ៊ីដើមហ្នឹងដើមល្ងខ្មៅអ៊ីថាមិនក៏ស្គាល់នៅស្រុកយើងមានដើមដែរមែនខ្ញុំថាមានតែអ៊ីនៅស្រុកខ្ញុំគេដាំឡើងមកកណូគេដាំយកលក់អញ្ចឹងណាហើយអ៊ីក៏ថាស្មានតែអត់មានខ្ញុំថាមានអ៊ីមានតាំងពីល្ងសទៀតហើយនៅជុំវិញនឹងអើយសិតតែភ្នំហើយលើសំឡេងចាបសេកពេលល្ងាចអញ្ចឹងឡើងក៏លួចហើយមកមើលស្មៅកវ៉ាញ់ជ្រូកណាបើនៅខ្មែរយើងគឺប្រលេះឲ្យស្មៅស៊ីអស់ហើយនេះប្រវត្តិខ្ញុំណាចូលស្មៅគោចូលអីនេះស្មៅអីស្មៅជៀនហើយនេះអីអើយនិយាយថារុះរាយណាហើយនេះស្ដែកដីរបស់គាត់ណាគាត់ដាំពោតផងស្ដែកដីផងអញ្ចឹងទៅប៉ុន្តែស្ដែកដីគាត់នឹងអត់ទាន់មានមើមទេគាត់ថាចាំមានមើមគាត់ដកយកទៅឲ្យខ្ញុំស្ងោរអញ្ចឹងណាហើយក៏ទុកខ្លះក៏លក់ចេញខាងក្រៅអីខ្លះទៅហូបអត់អស់ទេហើយមកដល់កន្លែងខ្ញុំដើរតាមផ្លូវនេះគឺអ៊ីហៅខ្ញុំឲ្យត្រឡប់ទៅវិញហើយព្រោះអីហ្នឹងគឺល្ងាចហើយពេលដែលខ្ញុំត្រឡប់ទៅវិញអ៊ីក៏ឆ្លៀតទៅខ្ចីកាដៀវកន្លែងដែរអ្នកចិត្តខាងខ្ញុំចតម៉ូតូមកញ៉ទៅបេះសយងចេកឲ្យខ្ញុំអើយហូរគ្មានណាចិត្តរបស់គាត់ល្អខ្លាំងមែនទែនណាហើយពេលដែលដើរមកដល់កន្លែងបេះសយងចេកហ្នឹងខ្ញុំក៏បានបិទកាមេរ៉ាជួយបេះគាត់ដោយសារអីវាខ្ពស់ពិបាកបេះហើយបន្ទាប់ពីបេះរួចរាល់អស់ហើយខ្ញុំនឹងអ៊ីបានត្រឡប់ទៅផ្ទះវិញហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនសម្រាប់ការតាមដានជម្រាបលាបាយបាយ